Bóng kia ban dột một cha đã slắc mà rẻ prơ rùa chít riêng hal prai pae mà một ní nênខ្ញុំធានាថាបើបានធ្វើញ៉ាំហើយដឹងតែជាប់ចិត្តទេណាបងប្អូនជាពិសេសគឺរសជាតិនឹងតែម្ដងសាច់បង្គារបស់យើងពេលដែលញ៉ាំទៅឡើងផ្អែមមានជាតិឆ្ងាញ់ណាស់ហើយសម្រាប់ម្ហូបមួយមុខនេះបើបងប្អូនចង់ធ្វើញ៉ាំជាមួយបាយដូចនាងខ្ញុំអញ្ចឹងក៏បានឬធ្វើជាប្រភេទគ្រឿងក្លែមគឺរឹតតែត្រូវចំណែកឯការធ្វើម្ហូបមួយមុខនេះវិញគឺងាយស្រួលធ្វើខ្លាំងមែនតែនជាពិសេសចំណាយពេលត្រឹមតែ15នាទីគឺយើងអាចធ្វើឆ្អិនបានញ៉ាំក្តៅៗហើយណាសម្រាប់គ្រឿងផ្សំថ្ងៃនេះនាងខ្ញុំមានបង្គាដែលនាងខ្ញុំបានបកសម្បករួច1គីឡូហើយនឹងមឹកកន្លះគីឡូមុនដំបូងគឺនាងខ្ញុំបានយកមឹកទៅស្រុះនឹងខ្លាញ់ជាមុនសិនសម្រាប់ការស្រុះមឹកនឹងខ្លាញ់នេះដើម្បីកុំឲ្យមឹករបស់យើងនៅពេលដែលឆាទៅចេញទឹកហើយនឹងធំក្លិនឆ្អាបងាកមកមើលការធ្វើរបស់ខ្ញុំជាបន្តទៀតដំបូងគឺនាងខ្ញុំបានដាក់ប្រេងឆាទុកឲ្យក្តៅរួចយកខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសដែលនាងខ្ញុំបានកិនរួចហ្នឹងយកមកដាក់រំលីងឲ្យឡើងក្លិនឈ្ងុយតែមិនបាច់ឲ្យឡើងពណ៌ក្រហមទេណាបងប្អូនមើលតែថាខ្ទឹមម្ទេសនឹងឡើងក្លិនឈ្ងុយល្អហើយនាងខ្ញុំបានដាក់ស្ករក្រហមមួយចុងស្លាបព្រាបាយចូលរួចយើងបន្តរំលីងឲ្យគ្រឿងក្រៅទាំងអស់ហ្នឹងឡើងក្លិនឈ្ងុយនិងពណ៌ក្រហមល្អគឺយើងអាចចាក់បង្គាជាមួយនឹងមឹកហ្នឹងចូលបានហើយណាបងប្អូនបន្ទាប់ពីយើងចាក់បង្គាជាមួយនឹងមឹកចូលហើយយើងកូរត្រឡប់ប្រហែល1ទៅ2នាទីបន្ទាប់មកនាងខ្ញុំបានដាក់គ្រឿងផ្សំចូលសម្រាប់គ្រឿងផ្សំរសជាតិនាងខ្ញុំប្រើប្រេងខ្យង1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេហើយនិងម្សៅស៊ុប1ស្លាបព្រាកាហ្វេចំពោះការឆាបង្គានេះយើងប្រើពេលអត់យូរណាបងប្អូនត្រឹមតែ2ទៅ3នាទីអីឃើញថាសាច់បង្គារបស់យើងហ្នឹងបានឆ្អិនហើយនឹងខាំជាប់ជាមួយនឹងគ្រឿងបានល្អខ្លាំងមែនតែនជាពិសេសគឺលើរសជាតិនឹងតែម្ដងគឺយើងឆាធ្វើម៉េចឲ្យមានរសជាតិរៀងហិលប្រៃផ្អែមអញ្ចឹងមកណាដើម្បីឲ្យត្រូវជាមួយនឹងរសជាតិរបស់គេហើយចុងក្រោយកុំភ្លេចបន្ថែមស្លឹកម្រះព្រៅយើងរោយបន្ថែមពីលើអញ្ចឹងមកណាដើម្បីឲ្យឆាបង្គារបស់យើងហ្នឹងរឹតតែមានសោភ័ណភាពស្អាតហើយថែមទាំងមានក្លិនឈ្ងុយខ្លាំងទៀតណាសរុបទៅសម្រាប់ការឆារបស់នាងខ្ញុំប្រើពេលប្រហែល15នាទីអីហ្នឹងគឺយើងបានឆាញ៉ាំក្តៅហើយណាបងប្អូនចាឥឡូវនេះការបង្ហាញពីរបៀបធ្វើឆាបង្គាដាក់ស្លឹកម្រះព្រៅរសជាតិរៀងហិលប្រៃផ្អែមរបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនចង់ដឹងថារសជាតិបែបណាអាចសាកធ្វើតាមវិធីរបស់នាងខ្ញុំបានធានាថារសជាតិហ្នឹងដឹងតែញ៉ាំទៅជក់មាត់ឯណាជាពិសេសគឺលើគ្រឿងផ្សំនឹងតែម្ដងបងប្អូនអើយញ៉ាំទៅមានជាតិឆ្ងាញ់ខ្លាំងមែនតែនកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា